កូនទាំងអស់គ្នាថ្ងៃនេះយើងមកបន្តអំពីការចែកលេខគ្មានសំណល់របស់យើងបន្តទៀតអញ្ចឹងមុននឹងឈានទៅដល់ការចែកលេខខ្ញុំសូមរំលឹកបន្តិចថាត្រង់លេខត្រង់នេះគឺជាតំណាងចែកលេខត្រង់នេះគឺជាតួចែកលេខត្រង់នេះគឺជាផលចែកហើយលេខចុងក្រោយដល់ពេលដែលយើងដកហើយគឺជាសំណល់ចែកតោះអញ្ចឹងយើងចាប់ផ្ដើមមើលអញ្ចឹង324ចែកនឹង3ដោយដែលខ្ញុំធ្លាប់ប្រាប់ហើយដើម្បីជៀសវាងពីការចែកច្រឡំអញ្ចឹងមុនដំបូងយើងកាត់ខ្ទង់មកខ្ទង់សិនអញ្ចឹងយើងមើលលេខមុនដំបូងគេគឺជាលេខ3លេខ3ចែកនឹង3បានយើងបានមួយដងបន្ទាប់មកយើងសរសេរខាងនេះមក3មួយដង3មួយដង3អញ្ចឹង3ដក3ស្មើ0បន្ទាប់មកយើងទម្លាក់តំណាងចែកចុះមកខាងក្រោមនេះឲ្យស្មើនឹងលេខ0នេះមកគឺ2អញ្ចឹងតកតងនឹងលេខដែលជាតំណាងចែកដែលយើងទម្លាក់ពីលើចុះមកក្រោមទោះបីជាវាជាលេខដែលតូចជាងជាងតួចែកក៏ដោយក៏យើងត្រូវតែចែកដែរបញ្ជាក់ម្ដងទៀតឲ្យតែលេខដែលយើងទម្លាក់ពីតំណាងចែកពីលើចុះមកក្រោមទោះបីជាលេខនឹងវាតូចជាងតួចែកក៏ដោយក៏យើងត្រូវតែចែកដែរអញ្ចឹងចែកយ៉ាងម៉េចបើ3ម្ដង3លើសបាត់ហើយមែនអត់វាមានតែ2ហ្នឹងអញ្ចឹងមានន័យថាគឺ3 0ដង3 0ដង0យើងត្រូវធ្វើម៉េចឲ្យបានលេខតូចជាងខាងនេះអញ្ចឹងគឺលេខ0តូចជាងហើយអញ្ចឹងយើងដកមក2ដក0 2បន្តមកទៀតយើងឃើញថាសំណល់ដែលយើងដកនោះសល់2វាជាសំណល់បន្ទាប់ពីការដកតំណាងចែកអញ្ចឹងដោយសារតែវាជាសំណល់គឺมันអាចឲ្យសំណល់នោះមានតែ2ទៀតវាតូចជាងទៀតมันអាចចែកជាមួយនេះបានទេអញ្ចឹងយើងត្រូវទម្លាក់តំណាងចែកមួយទៀតដើម្បីឲ្យវាមកជួយឲ្យយើងចែកបានខ្លាយទៅជាលេខ24អញ្ចឹងលេខ24គឺធំជាងលេខ3នេះហើយអញ្ចឹងគឺអាចចែកបានណាអញ្ចឹងត្រង់ចំណុចហ្នឹងកុំច្រឡំណាតំណាងចែកដែលយើងទម្លាក់មកទោះបីជាតំណាងចែកហ្នឹងតូចជាងតួចែកក៏ដោយក៏យើងនៅតែត្រូវការចែកដែរប៉ុន្តែបើសិនជាលេខដែលសល់នោះគឺជាសំណល់បន្ទាប់ពីការដកតំណាងចែកអញ្ចឹងគឺយើងអាចទម្លាក់តំណាងចែកមួយទៀតមកដើម្បីឲ្យលេខត្រង់នេះគឺមានចំនួនធំឬក៏ស្មើនឹងធំជាងឬក៏ស្មើនឹងតួចែកឥឡូវនេះវាធំជាងតួចែកហើយអញ្ចឹងយើងអាចចែកបានអញ្ចឹងយើងសូត្រមេលេខមក3ម្ដង3 3ម្ដង6 3 3ដង9 3 4ដង12 3 5ដង15 3 6ដង18 3 7ដង19 3 8ដងគឺ24ចឹងយើងសូត្រដល់24ហើយបានដូចគ្នាហើយអញ្ចឹងយើងដកវាធម្មតាមកអញ្ចឹងចុងក្រោយចម្លើយរបស់វាគឺ108សំណល់របស់វាគឺ0ឬក៏គ្មានសំណល់